ពីស្តីការគណៈរដ្ឋមន្ត្រីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលេខ003/22ប្រចុចកចុចអអរ៉ូសេចក្តីប្រកាសព័ត៌មានស្តីពីការបដិញ្ញាចិត្តនិងសកម្មភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថារាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ជាអត្ថប្រយោជន៍ខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គមសុវត្ថិភាពប្រជាពលរដ្ឋនិងកិត្តិយសជាតិនៅលើឆាកអន្តរជាតិចាប់តាំងពីអាណត្តិទី6ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងបន្តដល់នីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំនិងធ្វើការបដិញ្ញាចិត្តខ្ពស់បំផុតព្រមទាំងធ្វើសកម្មភាពជាក់ស្ដែងក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដោយគ្មានការអាប់អោននិងប្រកបដោយភាពម៉ឺងម៉ាត់បំផុតតាមរយៈសកម្មភាពការងារដូចខាងក្រោមទី1សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រមអាវ៉ាតនិងកងកម្លាំងពាក់ព័ន្ធទាំងអស់ឲ្យបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យដល់ឫសគល់ដោយមិនមានការបង្អែបង្អង់មិនអត់ឱននិងមិនលើកលែងឡើយគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញបណ្ដាញឧក្រិដ្ឋកម្មទាំងមូលដកហូតសមត្ថភាពប្រតិបត្តិការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុនិងបិទច្រកប្រតិបត្តិការទាំងអស់ដើម្បីបញ្ឈប់បញ្ហានេះឲ្យបានជាក់ស្ដែងនិងយូរអង្វែងនេះបង្ហាញថាកម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេប៉ុន្តែជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរ៉ឹងនិងសកម្មបំផុតមួយក្នុងតំបន់ទី2ឆន្ទៈនិងការប្រាជ្ញាចិត្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបង្ហាញយ៉ាងច្បាស់តាមរយៈការដាក់ចេញផែនការនិងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសចាប់តាំងពីខែកក្កដាឆ្នាំ2025ដល់ពាក់កណ្ដាលខែមេសាឆ្នាំ2026នេះពោលគឺក្នុងរយៈពេលជាង9ខែចុងក្រោយនេះអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីខេត្តបានបំពេញបេសកកម្មបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង250ករណីដែលក្នុងនោះមានការបង្ក្រាបទីតាំងកាស៊ីណូចំនួន91ទីតាំងនិងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន112ករណីពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ1089នាក់ដែលក្នុងនោះមានជនជាតិចិនថៃវៀតណាមជប៉ុនកូរ៉េខាងត្បូងសិង្ហបុរីនិងខ្មែរបន្ថែមពីលើនេះចាប់ពីដើមឆ្នាំ2025ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន13039នាក់មាន33សញ្ជាតិក្នុងនោះមានស្ត្រីចំនួន1509នាក់កាត់ចាប់ពីពាក់កណ្ដាលខែមករាដល់ថ្ងៃទី19ខែមេសាឆ្នាំ2026ជនបរទេសដែលស្ម័គ្រចិត្តចាក់ចេញពីប្រទេសកម្ពុជាមានចំនួនសរុប241,888នាក់ក្នុងនោះមានជនជាតិចិនវៀតណាមឥណ្ឌូនេស៊ីឥណ្ឌាប៊ុងក្លាដេសនិងប៉ាគីស្ថានទី3ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានប្រសិទ្ធភាពនិងសង្កត់ភាពរាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថាការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធីនិងគ្មានការខ្វះចន្លោះកម្រោលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញមានដូចជា 1. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មានគោលដៅសំខាន់គឺបំពេញចន្លោះប្រហោងតាមរយៈការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន5និងបង្កើនទោសធ្ងន់ជាងមុនដើម្បីធានាថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះមិនវិលត្រឡប់មកកម្ពុជាវិញ 2. បានបញ្ជាស្តីពីយុទ្ធនាការបោះសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា 3. អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំនិង 4. ប្រកាសអន្តរក្រសួងស្តីពីបែបបទនិងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំទី4
ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែនរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាដៃគូអង្គការអន្តរជាតិនិងយន្តការពហុភាគីពាក់ព័ន្ធដើម្បីផ្លាស់ប្តូរព័ត៌មាននិងបច្ចេកទេសរួមគ្នាកម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវបង្ក្រាបនិងបញ្ជូនជនសង្ស័យព្រមទាំងការជួយសង្គ្រោះជនរងគ្រោះដែលពាក់ព័ន្ធនឹងបណ្ដាញអ ក្រិតកម្មតាមប្រព័ន្ធបច្ចេកវិទ្យាការចូលរួមយ៉ាងសកម្មនេះបង្ហាញថាកម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកយ៉ាងទូលំទូលាយក្នុងការពង្រឹងសន្តិសុខ Digital ក្នុងតំបន់និងសកលលោករាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យមានការសហការពីអន្តរជាតិបន្ថែមដែលផ្អែកលើគោលការណ៍ទទួលខុសត្រូវរួមនិងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហារួមរបស់តំបន់ទី5ក្នុងកិច្ចប្រជុំបញ្ញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី23ខែមេសាឆ្នាំ2026សម្ដេចធិបតីបានកោះសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ដែលសម្រេចបានលទ្ធផលធំៗជាច្រើនទន្ទឹមនឹងនេះសម្ដេចធិបតីក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យសមត្ថកិច្ចនិងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះដោយគ្មានបង្អន់ដៃឡើយសម្ដេចធិបតីបានបញ្ជាក់ថាច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឲ្យបានហ្មត់ចត់និងឲ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃនិងដោយគ្មានការលើកលែងឡើយពលគឺមិនឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដោយដែលមានមតិមួយចំនួនបានលើកឡើងនោះទេរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាការប្រយុទ្ធប្រឆាំងរយៈពេលវែងដែលត្រូវការចូលរួមពីគ្រប់ភាគីទាំងក្នុងប្រទេសនិងអន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឲ្យសាធារណជននិងសហគមន៍អន្តរជាតិមេត្តាទទួលស្គាល់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មនិងជាក់ស្ដែងរបស់កម្ពុជាក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានថ្ងៃសុក្រ8កើតខែពិសាខឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី24ខែមេសាឆ្នាំ2026នាងខ្ញុំសូមអរគុណ